សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាឆ្នាំងដីនិងខ្ទះដែកនៅក្នុងផ្ទះបាយរបស់គ្រួសារមួយមានសម្ភារៈប្រើប្រាស់យ៉ាងច្រើនក៏ទាំងគំនរហើយក៏គ្មានអ្វីចម្លែកដែរដែលសម្ភារៈដ៏សន្ធឹកសន្ធាប់ទាំងនោះតែងតែមានការប៉ះទង្គិចគ្នាជួនក៏រឿងតូចជួនក៏រឿងធំដោយមិនអាចជៀសវាងបានឡើយមានថ្ងៃមួយឆ្នាំងដីក៏ទាស់មាត់ទាស់សម្ដីជាមួយនឹងខ្ទះដែកពួកវាឆ្លុះប្រកែកគ្នាអស់មួយសន្ទុះរហូតទាល់តែឆ្នាំងដីអត់ទ្រាំលែងបានក៏ចាប់ផ្ដើមគំរាមឡើងថាណែបើឯងនៅតែខ្លាំងតិចថាយើងអត់មិនបានវើយបើអត់មិនបានមែនតើឯងធ្វើស្អីយើងកើតទៅខ្ទះឌឺដងឲ្យឆ្នាំងដីសម្លុតថែមបែបអញនឹងជល់ឯងឲ្យបែកក្បាលលើឆ្នាំងដីមិនចេញវិចារបែបនេះផ្ទះដែកទប់សំណើចមិនបានក៏សើចចំអកទៅវិញថាអោព្រះអង្គម្ចាស់ឆ្នាំងដីដ៏ល្ងីល្ងើអើយមិនថាឯងជល់យើងឬក៏មួយក៏យើងទៅជល់ឯអ្នកឯងនោះទេអ្នកដែលត្រូវឈឺចាប់និងត្រូវបែកខ្ទេចខ្ទីគឺគ្មានអ្នកណាក្រៅពីលបងឆ្នាំងឯងនេះឡើយបើឯងនៅមានសតិល្អទេគួរតែឆាប់ប្ដូរគំនិតនេះចេញទៅពងមាន់កុំជល់នឹងថ្មទោះជាមានករណីណាក៏ដោយអ្នកទន់ខ្សោយតែងតែចាញ់ប្រៀបគេជាប្រចាំ Sharing for more.